ប្រវត្តិនៃការបង្កើតរ៉ុកែតចាប់ពីសម័យចិនបុរាណដល់ដើមសតវត្សទី20បច្ចេកវិទ្យារ៉ុកែតបច្ចុប្បន្នទាំងរ៉ុកែតអវកាសនិងរ៉ុកែតយោធាមានគោលការណ៍គ្រឹះចេញពីទ្រឹស្ដីវិទ្យាសាស្ត្ររបស់អ៊ីសាក់ញូតនអ្នកប្រាជ្ញអង់គ្លេសនៅសតវត្សទី17ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែងរ៉ុកែតត្រូវបានគេប្រើតាំងពីរាប់រយឆ្នាំមុនអ៊ីសាក់ញូតនទៅទៀតរ៉ុកែតដំបូងគេដែលអាចបញ្ជាក់បានតាមរយៈឯកសារប្រវត្តិសាស្ត្រគឺមានដើមកំណើតចេញពីចិនសម័យបុរាណដំណើររឿងចាប់ផ្ដើមឡើងនៅក្នុងអំឡុងពាក់កណ្ដាលសតវត្សទី9ហើយមិនមែនកើតឡើងចេញពីការសិក្សាពាក់ព័ន្ធនឹងរ៉ុកែតនេះទេក៏ប៉ុន្តែកើតឡើងដោយចៃដន្យចេញពីពិសោធន៍ទៅលើរឿងផ្សេងគ្នាដាច់ស្រឡះក្នុងអំឡុងពេលនោះមានរាជគ្រូចិនដែលឈ្មោះត្រូវបាត់ដានប្រវត្តិសាស្ត្រទៅហើយបានធ្វើពិសោធន៍ស្វែងរកថ្នាំទិព្វផ្ដល់ជីវិតអមតៈក៏ប៉ុន្តែនៅក្នុងការផ្សំគ្រឿងធ្វើពិសោធន៍នេះក៏ស្រាប់តែផ្សំចេញបានជាម្សៅមួយយ៉ាងដែលមានចំហេះយ៉ាងខ្លាំងឆាបឆេះរលាកទាំងខ្លួនអ្នកធ្វើពិសោធន៍ហើយរហូតដល់ឆេះទាំងកន្លែងធ្វើពិសោធន៍នោះគឺជាការរកឃើញដោយចៃដន្យនៅម្សៅផ្ទុះឬរំសេវជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកាលពីដំបូងចិននៅមិនទាន់យករំសេវនេះទៅប្រើធ្វើជាគ្រឿងផ្ទុះប្រើក្នុងវិស័យកងទ័ពនៅឡើយទេគឺប្រើត្រឹមធ្វើជាកំជ្រួចសម្រាប់ដុតលេងជាការកម្សាន្តប៉ុណ្ណោះរហូតទាល់តែដល់អំឡុងសតវត្សទី12និងទី13ក្នុងរាជវង្សសុងទើបចិនយករំសេវធ្វើជាកំជ្រួចភ្ជាប់ជាមួយព្រួញភ្លើងដើម្បីប្រើនៅក្នុងសមរភូមិជាពិសេសប្រើចាប់ពីឆ្នាំ1232ក្នុងអំឡុងសង្គ្រាមទល់នឹងពួកម៉ុងហ្គោលជាការពិតថារវាងរ៉ុកែតសម័យទំនើបនិងកំជ្រួចបាញ់លម្អកំសាន្តរបស់ចិនសម័យបុរាណនោះបច្ចេកវិទ្យាមានគម្លាតគ្នាយ៉ាងដាច់ឆ្ងាយក៏ប៉ុន្តែវាមានមូលដ្ឋានវិទ្យាសាស្ត្រលើគោលការណ៍គ្រឹះតែមួយដូចគ្នារំសេវនៅក្នុងកំជ្រួចដើរតួនាទីជាឥន្ធនៈប្រៀបបានទៅនឹងឥន្ធនៈរឹងរបស់រ៉ុកែតសម័យទំនើបដែរហើយប្រតិកម្មចំហេះបង្កើតឡើងដោយរំសេវវាបង្កើតឲ្យមានជាលំហូរឧស្ម័នក្នុងសីតុណ្ហភាពយ៉ាងខ្ពស់និងល្បឿនយ៉ាងលឿនចេញពីតួរ៉ុកែតចាក់ចុះទៅខាងក្រោមរួចហើយបង្កើតជាកម្លាំងរុញរ៉ុកែតឲ្យឡើងទៅលើទៅតាមគោលការណ៍ដែលប៉ុន្មានសតវត្សក្រោយមកទៀតត្រូវបានបង្កើតជាទ្រឹស្ដីវិទ្យាសាស្ត្រដោយអ៊ីសាក់ញូតនចាប់ពីអំឡុងសតវត្សទី16រ៉ុកែតត្រូវបានគេប្រើប្រាស់កាន់តែទូលំទូលាយនៅក្នុងវិស័យកងទ័ពទាំងនៅក្នុងប្រទេសចិននិងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីក៏ដូចជារីកសាយភាយរហូតទៅដល់តំបន់អឺរ៉ុបនៅអឺរ៉ុបបច្ចេកវិទ្យារ៉ុកែតបានឆ្លងកាត់នូវការអភិវឌ្ឍជឿនលឿនចេញពីបច្ចេកវិទ្យារ៉ុកែតបន្សល់ទុកពីចិនសម័យបុរាណឆ្ពោះទៅរកបច្ចេកវិទ្យារ៉ុកែតសម័យទំនើបដោយការអភិវឌ្ឍបច្ចេកវិទ្យារ៉ុកែតនេះត្រូវបានធ្វើឡើងទាំងតាមរយៈការរកឃើញទ្រឹស្ដីវិទ្យាសាស្ត្រដោយអ្នកប្រាជ្ញសំខាន់មួយចំនួនទាំងអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រជាមូលដ្ឋានជាពិសេសកាលីលេនិងអ៊ីសាក់ញូតនក៏ដូចជាអ្នកវិទ្យាសាស្ត្រជំនាញខាងបច្ចេកវិទ្យារ៉ុកែតដោយផ្ទាល់ទាក់ទងនឹងជំនាញរ៉ុកែតនេះមានអ្នកវិទ្យាសាស្ត្រចំនួន3រូបដែលជាទូទៅត្រូវបានគេចាត់ទុកថាជាបិតាវិទ្យាសាស្ត្ររ៉ុកែតគឺអ្នកវិទ្យាសាស្ត្ររុស្ស៊ីកុងស្តង់ទីន ឆូលកូវស្គីអ្នកវិទ្យាសាស្ត្រអាមេរិក Robert Goddard និងអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ដើមកំណើតរ៉ូម៉ានី Hermann Oberth